មានអារម្មណ៍ថាស្វាយបងឲ្យរំភើបខ្លាំងមែនតើពេលដែលឃើញពួកគាត់មកដែលមានសុវត្ថិភាពមានសុខភាពល្អមាំមួនអញ្ចឹងបងសម្រាប់ខ្ញុំសូមអរគុណមែនតើដល់រាជរដ្ឋាភិបាលសម្ដេចហ៊ុនម៉ាណែតនិងសម្ដេចហ៊ុនសែនដែលគាត់បានជួយក្នុងការដោះស្រាយបញ្ហានេះពលឿនដើម្បីឲ្យពួកគាត់ឆាប់បានមកជួបជុំគ្រួសារគាត់វិញមកព្រោះ155ថ្ងៃឯដែលគាត់ចាក់ចេញពីគ្រួសាររបស់គាត់ហើយអត់បានតំណែងអីសោះដល់ពេលអញ្ចឹងទាំងយើងមិនមែនជាប់សាច់ឈាមមួយគាត់ទេប៉ុន្តែក្នុងនាមយើងជាខ្មែរដូចគ្នាគឺយើងមានការឈឺចាប់និងការព្រួយបារម្ភមួយគាត់ខ្លាំងមែនតើដល់ពេលយើងឃើញមានថ្ងៃនេះគឺយើងស្វាយខ្លាំងបងតាំងពីព្រឹកមកគឺមិនតឹងចាំឲ្យតែគាត់ម្ដងអាំងទៅទទួលគាត់បងគាត់គឺពិតជាលះបង់ធំធេងមែនតើសម្រាប់កម្ពុជារបស់យើងបងគាត់យកទ្រូងមកគាត់ទៅប្រាំងពាំងគ្រាប់ដើម្បីធានានៅសុខភាពជូនដល់ប្រជាជនកម្ពុជាទាំងមូលបងពិតជាអរគុណគាត់មែនតើហើយជូនពរពួកគាត់ឲ្យមានសុខភាពល្អនិងមាននឹងប្រកបការងារឲ្យបានសុខចម្រើនរហូតបងហើយនឹងជាចុងក្រោយសូមឲ្យប្រជាជនកម្ពុជាយើងគឺចេះស្រឡាញ់គ្នាដូចពេលដែលយើងមានសង្គ្រាមអញ្ចឹងតរហូតទៅដើម្បីកុំឲ្យប្រទេសជិតខាងគាត់មើលងាយយើងបងអរគុណដល់ប្រទេសចិននិងប្រទេសអាមេរិកដែលបានខំប្រឹងស្វាស្វែងរកមធ្យោបាយដើម្បីឲ្យវីរៈកងទ័ពទាំង18នាក់បានមកស្រុកខ្មែរវិញហើយក៏អរគុណដល់វីរៈកងទ័ពទាំងអស់ដែលបានខិតខំថែទឹកដីខ្ញុំមកពីខេត្តបូកគោមានអារម្មណ៍ក្តុកក្តួលមានអារម្មណ៍រំភើបសប្បាយចិត្តជំនួសសាច់ញាតិគ្រួសារអត់ដឹងថាគាត់មានភាពបែបណាទេគាត់នៅគ្រាន់ថាគាត់មានអារម្មណ៍សប្បាយចិត្តដែលគាត់ជួបគ្រួសារគាត់សាច់ញាតិគាត់បងប្អូនគាត់ខ្ញុំអរគុណយ៉ាងខ្លាំងបំផុតដែលរាជរដ្ឋាភិបាលយើងចេះដោះស្រាយខិតខំប្រឹងប្រែងគ្រប់ពេលវេលាដើម្បីឲ្យបានកងទ័ពយើងត្រឡប់មកស្រុកទេសជួបជុំគ្រួសារវិញខ្ញុំក៏សប្បាយចិត្តខ្ញុំក៏ត្រេកអរមានតែជូនពរពួកគាត់ឲ្យគាត់មានតែក្តីសុខចាប់ពីថ្ងៃនេះឆ្នាំថ្មីនេះថ្ងៃ31នេះឲ្យគាត់មានតែក្តីសុខគ្រប់ក្រុមគ្រួសារទាំងអស់មានតែប៉ុណ្្នឹងទេ